អ្នកធ្លាក់ឆ្ងល់ទេថាហេតុអ្វីបានជាព្រះអរហន្តដែលបានសម្រេចនៅធម៌ដ៏ខ្ពង់ខ្ពស់បែរជាត្រូវទទួលរងនៅកម្មពីវេរាដ៏គួរឲ្យខ្លាចតើអ្វីទៅជាមូលហេតុដែលធ្វើឲ្យព្រះចក្ខុបាលថេត្រូវខ្វាក់ភ្នែកទាំងគូតើវាជាកម្មពីអតីតជាតិឬជាការបដិបត្តិធម៌ដ៏តឹងរឹងរបស់លោករឿងរ៉ាវរបស់ព្រះចក្ខុបាលថេនឹងបង្ហាញអ្នកអំពីអានុភាពនៃកម្មផលនិងសារៈសំខាន់នៃចិត្តគំនិតរបស់យើងក្នុងការរស់នៅសូមតាមដានទាំងអស់គ្នាដើម្បីស្វែងយល់ពីចម្លើយកម្មផលដ៏គួរឲ្យចាប់អារម្មណ៍នេះសូមជូននីតិធម្មទានអប់រំចិត្តនិងចំណេះដឹងទូទៅរៀបរៀងវីដេអូសំឡេងជាធម្មទានដោយភិក្ខុទេវមុនីទេពពិទូគង់នៅវត្តទូលព្រះរាជាឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលរឿងព្រះចក្ខុបាលថេព្រះបរមសាស្តាទ្រង់ទេសនាប្រារព្ធព្រះថេរៈឈ្មោះចក្ខុបាលកាលពីព្រះថេរៈអង្គនេះលោកនៅជាគ្រឹះហោះមិនទាន់បានសាងភ្នួរនោះលោកបានទៅស្ដាប់នៅព្រះធម្មទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយការសេចក្តីជ្រះថ្លាក្នុងព្រះធម្មទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាស